bạn sốt đây cũng mau bọn ngọc nên ngàyនេះតោះយើងទៅមើលដីទាំងអស់គ្នាថ្ងៃនេះទៅចិត្តបឹងតាមុកហើយតាមពិតទៅខ្ញុំអត់ហ៊ានឈប់តាមផ្លូវជិះមកហ្នឹងអាសាឡានធំធំឲ្យឡានលឿនលឿនពេកអញ្ចឹងព្យាយាមជិះឲ្យដល់កន្លែងស្ងាត់ទៅចាំថតវីដេអូអញ្ចឹងណាឥឡូវយើងថតវីដេអូហើយបើកបានដើម្បីចេញទៅទីតាំងដីណាឥឡូវនេះខ្ញុំទៅដល់បរិយាមួយកន្លែងហើយនៅបឹងតាមុកអញ្ចឹងប្រហែលជា25នាទីទៀតដល់ដីហើយអញ្ចឹងចាំមើលទីតាំងដីទាំងអស់គ្នាបងប្អូនណាអរគុណបាយបាយអូលើទីតាំងនៅក្បែរដីវាកំពុងស្ដារបន្លាយបាទស្ដារបន្លាយទៅទៅខាងជើងបន្លាយទៀតអូនៅក្រោយខ្ញុំនេះគឺផ្លូវ130ផ្លូវចេញពីផ្សារព្រៃភ្នៅទៅភ្នំប្រសិទ្ធហើយឥឡូវនេះខ្ញុំមកដល់ចិត្តទីតាំងដីហើយឥឡូវចូលតាមនេះអត់រួចទេដោយសារតែគេកំពុងជួសជុលអញ្ចឹងខ្ញុំត្រូវតែបខំចិត្តដូរផ្លូវជិះវិញតែឥឡូវចូលសាក់មើលទីសិនតែគេរៀបចំស្អាតយ៉ាងម៉េចហើយអូនៅទីនៅខាងនៅយើងខាងបឹងធំមុខយើងនេះថ្ងៃក្រោយញាក់សាច់ហើយមើលគាត់ស្ដារបន្លាយមិនធម្មតាថ្ងៃក្រោយមានផ្លូវសងខាងអមបន្លាយចេះទៀតអូល្អមែនតើចឹងពួកបងប្អូនណាបើសិនជាត្រូវការចង់ទិញដីសង់វិឡាភូមិគ្រឹះនៅអីរើសយកតំបន់ខាងព្រៃភ្នៅចឹងទៅខាងព្រៃភ្នៅខាងភ្នំប្រសិទ្ធចឹងទៅទីតាំងនេះល្អណាស់សង់ផ្ទះនៅទីមួយខ្យល់អាកាសល្អវាមានភ្នំមានទឹកចិត្តជាមួយនឹងតំបន់ដីគេឋានចឹងទៀតអញ្ចឹងវាល្អចឹងបងប្អូនគួរតែជ្រើសរើសតំបន់ហ្នឹងទៅសម្បីខ្ញុំក៏មានផ្ទះមួយកន្លែងនៅព្រៃភ្នៅតែនៅផ្សារនៅលើផ្សារហ្មងអូដល់កណាគេរៀបចំធំដល់ហ៎ឥឡូវយើងមើលប៉ុណ្ណឹងបានហើយកុំទៅចិត្តពេកខ្ញុំឲ្យគេឆ្ងល់ថាខ្ញុំយកកាមេរ៉ាទៅថតអីតាមពិតចេះថតឲ្យបងប្អូនមើលទេឲ្យដឹងថានៅនឹងមានអីខ្លះទេណាបាទឥឡូវយើងចេញទៅវិញអូផ្លូវមួយទៀតចាក់ទៅដីអញ្ចឹងពេលទៅដល់ដីចាំថតវីដេអូតទៀតដោយសារទៅនៅលើផ្លូវធំហ្នឹងឡានវាធំច្រើនជិះម៉ូតូដៃមួយខ្លាចដែរអញ្ចឹងណាបងប្អូនអញ្ចឹងតិចទៀតជួបគ្នាបាទអរគុណអូខេមកដល់ហើយទីតាំងដីនេះផ្លូវនេះយើងឃើញថាទូអញ្ចឹងណាតែក្នុងគម្រោងផ្លូវ20 ម៉ែត្របងប្អូននេះបន្លាយនេះគេលុបចោលហើយទុកស្អីទៀតព្រោះបន្លាយហ្នឹងវាទៅដល់ត្រឹមនោះដាច់អស់ហើយអញ្ចឹងគេអត់មានទុកទៀតទេអញ្ចឹងគេលុបផ្លូវមុខនេះ20 ម៉ែត្រនោះកន្លែងដែលខ្ញុំបានទៅមិញហ្នឹងកន្លែងដែលគេកំពុងកាយរៀបចំស្ដារបន្លាយធ្វើផ្លូវសងខាងបន្លាយស្អាតហ្នឹងណាសិតតែគ្រឿងចាក់ណាជុំវិញហ្នឹងកំពុងតែបុកធ្វើខ្លាំងមែនតើគេបងប្អូននៅតំបន់ព្រៃភ្នៅយ៉ាងនេះអភិវឌ្ឍខ្លាំងណាស់អញ្ចឹងបើសិនជាបងប្អូនត្រូវការចង់បានលំនៅឋានស្នាក់នៅអីគឺយើងមកបែកខាងនេះមកអាហ្នឹងគេហៅថាខាងជើងមិនដឹងខាងត្បូងមិនដឹងទេខ្ញុំអត់ច្បាស់ដែរភាសាខ្ញុំអត់សូវច្បាស់ជាមួយអាទិសហ្នឹងទេនិយាយទៅខាងផ្លូវជាតិលេខ5បឹងតាមុកទីតាំងហ្នឹងល្អណាសម្រាប់ស្នាក់នៅអញ្ចឹងណាបងប្អូននេះដែលសន្តានដីពេញស្អាតល្អមែនតើទីតាំងនេះអញ្ចឹងដល់ពេលត្រូវថតវីដេអូមិនមែនថតវីដេអូនេះណាមិនមែនថតទូកាមេរ៉ាណាខ្ញុំត្រៀមសម្ភារៈខ្ញុំមកណា drone ណាគឺត្រៀម drone សម្រាប់ថតណាអូខេឥឡូវឲ្យខ្ញុំសូមរៀបចំ drone ដើម្បីថតតិចណាបងប្អូនណាបាទតិចទៀតជួបគ្នាទៀតអរគុណសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះតារាខ្ញុំគឺជាភ្នាក់ងារជំនាញអចលនទ្រព្យមួយរូបដែលរស់នៅទីក្រុងភ្នំពេញហើយនេះគឺជាវីដេអូដែលខ្ញុំថតតាមរយៈ drone នៃដីរបស់អតិថិជនរបស់ខ្ញុំដូច្នេះបើសិនជាពុកម៉ែបងប្អូនមានដីផ្ទះចង់លក់នៅក្នុងទីក្រុងភ្នំពេញឬជាទីក្រុងភ្នំពេញឬចង់ទិញដីផ្ទះបងប្អូនអាចទំនាក់ទំនងខ្ញុំបានតាមលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះហើយនេះគឺជាវីដេអូដែលខ្ញុំបានធ្វើបច្ចុប្បន្នភាពជូនអតិថិជននៃទស្សនវិជ្ជាជុំវិញដីរបស់គាត់ដែលមានទីតាំងនៅក្នុងខណ្ឌព្រែកភ្នៅសង្កាត់ពញាពុននៅក្បែរបឹងតាមុក
នៅបែកខាងប្រេចភ្នៅក្បែរបឹងតមុកបច្ចុប្បន្នគឺមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាហើយតម្លៃដីធ្លីក៏ល្អដែរក្នុងពេលនេះឥឡូវនេះថតដ្រូនហើយយើងថតវីដេអូជុំវិញដីថតរូបដើម្បីយើងយកមកធ្វើជា advertisement ដើម្បីយកមកធ្វើadvertisement ដើម្បីផ្សព្វផ្សាយការលក់ជូនអតិថិជនអញ្ចឹងណាបាទអញ្ចឹងជាទូទៅខ្ញុំមកធ្វើការខ្ញុំតែងតែមានដ្រូនហើយនឹងមានដៃកាមេរ៉ានឹងសម្រាប់ធ្វើការថតវីដេអូហើយឬក៏ធ្វើបច្ចុប្បន្នភាពដីឲ្យទៅភ្ញៀវអញ្ចឹងព្រោះភ្ញៀវខ្លះគាត់ដឹងថាដីគាត់ទីតាំងហ្នឹងប៉ុន្តែមិនដឹងថាឥឡូវវាមានស្ថានភាពអីខ្លះទេឬក៏មានអីកំពុងកើតឡើងទេគាត់អត់ដឹងទេអញ្ចឹងណាអញ្ចឹងដូចថ្ងៃនេះខ្ញុំចុះមកឃើញបាទមានការគេកាយបន្លាយធ្វើផ្លូវចាក់ដីអញ្ចឹងបាទអញ្ចឹងសម្រាប់អតិថិជនក៏គាត់មានអារម្មណ៍ថាសប្បាយចិត្តដែរតាមខ្ញុំគិតព្រោះអីដីហ្នឹងខ្ញុំទិញឲ្យគាត់ពីដើមឡើយគឺអត់មានអីទាំងអស់នៅជុំវិញហ្នឹងនៅរៀងយ៉ាប់មើលតែឥឡូវគឺមានការអភិវឌ្ឍការរៀបចំអីផ្សេងអញ្ចឹងទៅបាទធ្វើឲ្យគាត់មានលទ្ធគាត់គិតថាដីគាត់នឹងអាចមានលទ្ធភាពមិនមែនគាត់គិតទេគឺដីនឹងអាចនឹងមានលទ្ធភាពក្នុងការលក់បានខ្ពស់ជាងតម្លៃទីផ្សាររាល់ថ្ងៃព្រោះរាល់ថ្ងៃដីនឹងបើតាមតែយើងមើលនឹងភ្នែកយើងគិតថាអត់មានអីផងប៉ុន្តែឥឡូវគេរៀបចំជុំវិញនឹងស្អាតទៅតម្លៃដីគឺវាអាចកើនឡើងគុណនឹង2ព្រោះអីចេះដីនឹងវាថោកការខ្ញុំទិញក៏ថោកឲ្យគាត់លក់ឲ្យគាត់វិញក៏ដាក់តម្លៃរៀងថោកទៀតតែគាត់ចំណេញហើយប៉ុន្តែដោយសារតែមានការរៀបចំជុំវិញនឹងអញ្ចឹងតម្លៃដីនឹងអាចនឹងឡើងជាងអ្វីដែលខ្ញុំដាក់លក់ពីមុនទៀតអញ្ចឹងខ្ញុំនឹងប្រាប់ទៅអតិជនថាកុំតន់ឲ្យគាត់លក់សិនឲ្យគាត់ទុកមិនតិចសិនទៅបាននៅពេលដែលគេរៀបចំស្អាតហើយចាំយើងលក់បានថ្លៃជាងហ្នឹងអញ្ចឹងណាអញ្ចឹងបាទនេះដ្រូនខ្ញុំចុះមកអូមកហ៎ចុះមកហើយបាទចុះមកហើយអូខេចឹងតើខ្ញុំ landing វាខ្លួនឯងណាអូខេដូចអេលីកូអញ្ចឹងបងប្អូនចង់ចេះវិស័យដីធ្លីត្រូវតែមានអីចង់ចេះវិស័យដីធ្លីត្រូវតែរៀនឲ្យច្រើនពីវាព្យាយាមសង្កេតព្យាយាមរៀនយល់ពីវាអញ្ចឹងណាថាជាពិសេសបញ្ហាសេដ្ឋកិច្ចក្នុងស្រុកហើយនិងក្រៅស្រុកបាទថាតើយើងគិតថាឥឡូវហ្នឹងយើងគួរទិញឬមិនគួរទិញដីណាគួរវិនិយោគមិនគួរវិនិយោគយើងត្រូវរៀនយល់ពីកន្លែងហ្នឹងអញ្ចឹងសម្រាប់ខ្ញុំជាភ្នាក់ងារខ្ញុំតែងតែឲ្យយោបល់ទៅអតិថិជនណាគួរតែទិញគួរតែលក់ឬក៏យ៉ាងម៉េចខ្ញុំតែងតែឲ្យយោបល់ទៅអតិថិជនខ្ញុំអញ្ចឹងណាអញ្ចឹងយើងដោះស្លាបវាចេញវិញអញ្ចឹងរកស៊ីដីនេះវាអត់ងាយស្រួលទេជាភ្នាក់ងារជំនាញណាវាអត់ងាយស្រួលទេព្រោះអីវាអត់មានបរិញ្ញានៅសាលាយើងត្រូវរៀនខ្លួនឯងរៀនពីមនុស្សជុំវិញខ្លួនរៀនពីអ្នកដែលគេចេះជំនាញស្ទាត់ណាយើងលួចជំនាញគេហើយយើងយកមកច្នៃជារបស់យើងច្នៃអា style ហ្នឹងទៅជារបស់យើងមិនមែន copy គេទាំងស្រុងទេណាហើយដូចអ្វីដែលខ្ញុំធ្វើនេះអ្វីដែលខ្ញុំចេះនេះគឺខ្ញុំចេះពីក្រុមហ៊ុនចាស់ដែលខ្ញុំបានបម្រើការងារឲ្យប្រហែលជាជាង4ឆ្នាំក្រុមហ៊ុនជប៉ុនអញ្ចឹងការនេះខ្ញុំគ្មានតែចេះស្អីទេតែសារចិត្តចង់មានបានទើប apply ចូលទៅការងារអចលនទ្រព្យហ្នឹង
มีการนึกthôiครูบริเวณนั่งมีแต่เช็ดไอ้ปัตตาเราไปยังthôiอยู่tất cả nghe bริเวณวิ่งไอ้ยังเช็ดตามนั่งวิ่งอย่างนั้นนะปัตตาthử tập bác chất riêngตัวcái đây ao mấy cái đó dân thử tập bác chấtตัวdọc cà phậtตัวdọc mê riêng tiền lai đại kê riêng và đại ao dân năng thử tập to su này chẳng dừng riệp trộn tục quanh mình đang tha ai tâm ở đây mà cả lại thiệt bàn ở thế của nơi miền đây mà cả lại thiệt bao tệ chốn ố ai thiệt đó của mỗi chuyện năng nơi chật xa làm có thâm mây vậy chẳng nhầm chăng vậy mà đón tiết tệ tông pa nhà ha bị sai cho nạ trọp bảo ông ôn chẳng chết ông ôn trời tài riêng vì bia ông ôn tài riêng vẽ sọt kho quan vẽ khơi quan đây các bạn này cúp xong thế mà tịch tôi hết mà ăn được vọt to nhớ cái này bà ăn được vọt to nhớ này chẳng ở đây đây cái này dân mẹ chết từ lụa đây đây cái bao máu pho lụa bao bụt lụa bây giờ đăng tim sai có bảo bạn này dân thử tại vô lại cho bạn pot sầm khăn pot cứ tim xa đây nâng nơi tin nâng nằm lại bằng màn ai lụa chanh bà sân thì dương họ si chú dân thua ca nghe nâng vô ấy dân đăng thằng tờ lại phải bên đấy ai đừng lụa chanh chẳng đây nâng bốn đừng dân vô mà lụa dân thử dân thử tập đẹp nhớ tha tờ lại to pan nâng bàn dân lụa bàn bây dân che vô tập mà lụa vì chở tập property vì ăn mẹ man ní nâng về thua dân đánh bài đi cái này dân chụp nặng nghĩa chẳng rõ property môi đại dân vô mà không đai dân thử tại kết thà dân lụa tranh bàn ọt bà sân thì dân kết thà dân lụa tranh bán hay tầm lại để dân đã lụa nâng vì ai nâng tiếp chân tim xa đấy hơi mà chặt đây muốn còn ai nâng chẩn đánh hơi ok nâng dân vô mà lụa cho tại bà sân thì dân ăn vô cho bà pi cả lại nâng té nâng dân che thì do property mà tập biết té nâng ăn cá té lụa mà rồi cho nam tiết lụa tranh này hay bạn đôi nhom với nhom lụa bị chắn nhom lụa tại đây thông đây và đây sẽ ta lại lớp pin mà liền này chẳng á tôi được ăn thì say nhom lụa đai ban xong bây giờ đông bị chắn lụa ban đã thông trắng mà hay mùi vinh tiết dương họ si ở đây dương cầm lốp luôn nè khác quạt lốp luôn chỉ mùi nàng commission lốp luôn nàng pra lốp yên lại chân sai xanh năng phê chắn cứ ăn lo tê dân riêng vọt thò mối cứ vọt thò chạy lại chạy nê rú tư của sao tập nè nghe đôi khi tê và dân do tại anh ở đâu thì họ là dân nè miền po là miền đồng đài kế miền nhiều chẳng á mà đó nè miền nhiều nó tia chở nè quạt tỏ pan này bản quạt thơ pan này bản quạt thơ to oi lùi của pan này bản quạt thơ chắc một quạt thơ chăng tê dân do lõ dân phải chở xi mới quạt tê anh được nhưng miệng bóng ôn chẳng á của việc miền vào thò mối chay mình lại có trang ban đại nhỉ chẳng phải nghe khác có khôi có trang ban lôi từ con á hay cái nè mà thôi ca nâng phiêu nâng nịp to hay đây nâng miền tập po miền muối đại dân miền hay exclusive mà dân tiền quạt phòng mà vô cầm lại chân xa là ai ngầm miền nè khác thử ca bay vậy rồi đạch tại anh hay dân đi bán này xui xe bình của dân đi bán này đừng á đây thử bạn chẳng là lại pa nhà ha cả lại nó ấy đây nhâm trang đẹp ông hay dưỡng cúng ngục luôn ấy chạy kia tư chạy kia rùa tử mình là sợi ở về là những trang ban đại như xưa nhâm vô tư trai ban sầm bãi lối mặt tay dân họ si ban là mặt đòn thế mình chẳng à hay ở mà nếu một pet chẳng có ở kia mình ai họ si cho mỗi ban tiện đại mình chẳng à chẳng làm bay đẹp xa cái mua credit mà để sao nè đầm nón chừng trai kia ruột tư nè còn tụng phục kia hoạt ngay khỏi chờ khi bóng phố là lấy dân mưa đây nơi khang phải nơi đi mới chạp đấy lấy dân tranh vì tị tăng nắng tới tị tăng tham mây mới tiết nên nơi có ai sao ăn cơ tham mây chẳng từ đó tị tăng nắng chăm thọ đây mưa tiện ná ở cồn rồi bài ok bóng phố lấy dân mặt đó là tị tăng đây đấy này hỗn chặt cái làng hỗn chặt cái thốn á ở đây nè đấy tầm hôm vài giờ pi hecta chọp phơi dễ phơi bấy á
ផ្លូវនេះមួយទល់មុខនេះមួយផ្លូវទៅត្រង់មួយផ្លូវក្រោយមួយទៀតហើយនឹងម្ចាស់គាត់ចង់លក់ដូចគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកមើលដីអីគាត់ថតដ្រូនថតអីដើម្បីយើងយកទៅធ្វើទីផ្សារលក់អញ្ចឹងណាហើយទីតាំងនេះនៅចិត្តខុនដូពុកថ្មីខាងនេះខាងប៉ែកខាងនេះខុនដូហើយខាងនោះផ្លូវធំដូចជាផ្លូវឌីប៉ុកណាអ្នកញ៉ាឌីប៉ុកចុះពីផ្លូវហ្នឹងមកបន្តិចហើយនេះគេហៅផ្លូវទ្រីហេងផ្លូវទ្រីហេងតែមិនដឹងថាពេលណាគេធ្វើទេផ្លូវនេះបងប្អូនបាទអញ្ចឹងដីនេះបើតាមការគិតរបស់ខ្ញុំតាមជំនាញរបស់ខ្ញុំអ្វីដែលខ្ញុំចេះបើសិនជាគេទិញដីនេះអាចងាយអនាគតយកមកធ្វើផ្ទះលក់បានអញ្ចឹងព្រោះបើយើងឡើងទៅត្រង់ចេះទៅសារដំណកថ្មីបាទឡើងទៅសារដំណកថ្មីតែម្ដងហើយឬក៏ធ្វើឃ្លាំងស្តុកអវ៉ាន់ឃ្លាំងជួលឃ្លាំងដាក់ទូខ្លះសេជួលអីផ្សេងអញ្ចឹងណាអញ្ចឹងវាងាយស្រួលបាទងាយស្រួលក្នុងការគាត់ដឹកយកទៅលក់នៅផ្សារអញ្ចឹងឬក៏ម៉ួយមកទិញនៅផ្សារអាវ៉ាន់គាត់ចេញពីនេះឡើងទៅអញ្ចឹងស្រួលមែនតែនបាទឬក៏មួយទៀតអាចយកមកសង់ជារូបចាក់បាទផលិតអីផ្សេងអញ្ចឹងណាហើយឡើងទៅចេះផ្សារអង្គរថ្មីផ្លូវកັບស្រូវចេញទៅផ្លូវលឿនលឿនពងសំតែម្ដងអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងធ្វើការយកដ្រូនមកថតរៀងដីហើយនឹងវីដេអូតិចដើម្បីយកមកធ្វើ advertisement ឲ្យគាត់អញ្ចឹងណាបាទអរគុណអញ្ចឹងតិចទៀតជួបគ្នាទៀតណាបងប្អូនអរគុណឥឡូវនេះយើងបានមកដល់ទីតាំងដីមួយកន្លែងទៀតដែលមានទីតាំងស្ថិតនៅក្បែរផ្សារដើមកោថ្មីហើយនឹងក្បែរបឹងតាម៉ោកខាងស្ដាំដៃនេះគឺជាទីតាំងផ្សារដើមកោថ្មីបច្ចុប្បន្នគឺមានភាពអ៊ូអរជាបណ្ដាហើយដោយសារតែបងប្អូនអាជីវករយើងបានធ្វើការរើកន្លែងលក់ពីផ្សារដើមកោចាស់មកទីនេះហើយក៏មិនឆ្ងាយណាស់ណាដែរពីមន្ទីរពេទ្យកាល់ម៉ែថ្មីបើយើងជិះម៉ូតូប្រហែលជា10នាទីឥឡូវនេះយើងងាកទៅមើលប៉ែកមកខាងទៀតនៃមហាវិថីឌីប៉ុកនេះគឺជាខុនដូកំពុងតែសាងសង់ដែលធ្វើការអភិវឌ្ឍឡើងដោយក្រុមហ៊ុនបូរីពិភពថ្មីហើយនឹងមានរោងចក្រដ៏ធំមួយនៅក្បែរនោះផងដែរនៅក្នុងរោងចក្រនេះផងដែរឃើញបែងចែកជាប្លុកឃ្លាំងជាច្រើនដូច្នេះអាចនឹងមានកម្មករធ្វើការក៏ច្រើនផងដែរអូខេឥឡូវបងប្អូនដីយើងថតចាប់ហើយដាក់ដ្រូនថតចាប់ហើយដៅបាទឥឡូវនេះទីតាំងដីមិញខ្ញុំថតដ្រូនចាប់ទើបតែចាប់ដ្រូនហ្នឹងចឹងឲ្យបងប្អូនមើលផ្លូវបន្តិចណាផ្លូវហ្នឹងយ៉ាងម៉េចនៅស្រុកខ្មែរម៉ោងប្រហែលជាង4ល្ងាចហ្នឹងបាទ4ជាងអញ្ចឹងរៀងសូយ៉ារៀងអស់ស្ដង់គាត់ឯងនេះដីខ្ញុំថតមិញនេះឃ្លាំងគេឃ្លាំងរោងចក្រគេធំហ្នឹងពុកអានផងសកម្មភាពការងារខ្ញុំថ្ងៃហ្នឹងចប់ដំណឹងហើយសូមផ្ញើក្តីស្រឡាញ់ដល់ពុកម៉ែបងប្អូនដែលរស់នៅក្រៅប្រទេសផងបាទអញ្ចឹងបើសិនឃើញវីដេអូខ្ញុំហើយសូមជួយ Subscribe ម្នាក់មួយនឹងឲ្យមេដៃមួយផងណាបងប្អូនព្រោះទើបតែធ្វើ YouTube ដំបូងខ្ញុំមិនសូវចេះនិយាយទេហើយ content ខ្ញុំក៏គ្មានអីទេក្រៅពីដើរមើលដីព្រោះហ្នឹងមុខរបរយើងអត់ចេះអីផ្សេងក្រៅពីហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំជួយ Subscribe មួយផងបាទអរគុណបាយបាយ